នេះគឺជារឿងភាគឧក្រិដ្ឋកម្មដ៏គួរឲ្យរន្ធត់បំផុតនៅក្នុងប្រទេសរុស្ស៊ីក្នុងរយៈពេលមួយសវត្សរ៍ចុងក្រោយនេះឃាតកររូបនេះកំណត់គោលដៅលើស្រីពេជ្រានិងអ្នកញៀនថ្នាំហើយមានស្លាកសិល្បៈពិសេសសម្រាប់សាកសពបន្ទាប់ពីសកម្មភាពរីករាយរបស់គាត់បានប្រើពួកវាជាតុកតាក្នុងឥរិយាបថផ្សេងដោយបង្ហាញវានៅកន្លែងសាធារណៈដើម្បីញុះញង់ប៉ូលីសដោយសារតែអំពើហិង្សាខ្លាំងនឹងឈាមនៅក្នុងខ្សែភាពយន្តនេះអ្នកទស្សនាដែលមានប្រភេទខ្សោយគួរតែមើលដោយប្រុងប្រយ័ត្នរឿងនេះចាប់ផ្ដើមជាមួយនឹងឈុតឆាកដ៏រំភើបមួយរៀងរាល់យប់នៅ Petersburg ក្រុមស្ត្រី sexy និង sexy មួយក្រុមបានលេចឡើងនៅមាត់ទន្លេឃាតករដែលខ្លាញ់ខ្លួនបានចូលទៅជិតពួកគេដើម្បីស្វែងរកគោលដៅបន្ទាប់របស់គាត់បានជ្រើសរើស Naika វ័យក្មេងនិងស្រស់ស្អាតហើយនាំនាងទៅកន្លែងស្ងាត់មួយប៉ុន្តែគាត់មិនប្រញាប់ធ្វើអ្វីទេផ្ទុយទៅវិញគាត់បានញ៉ាំអាហារពេលល្ងាចក្រោមពន្លឺទៀនជាមួយនាង Naika កំសត់កំពុងញ័រដោយការភ័យខ្លាចដៃនិងជើងរបស់នាងត្រូវបានចងរួចហើយនាងអាចគោរពតាមការទាមទាររបស់គាត់តែប៉ុណ្ណោះបន្ទាប់ពីអាហារពេលល្ងាចជនវិកលចរិតបានចាក់ចេញពីតុហើយចាប់ផ្ដើមសំថ្នាំអាថ៌កំបាំងមួយ Naika ប្រើពន្លឺទៀនយ៉ាងរហ័សដាំបីធ្វើខ្សែពួរដោយព្យាយាមរត់គេចខ្លួននាងបានព្យាយាមរត់គេចខ្លួនប៉ុន្តែត្រូវបានរកឃើញដោយជនវិកលចរិតដែលបានច្របាច់ខ្លួននាងរហូតដល់ស្លាប់ដោយខ្សែពួរជុំវិញរបស់នាងបន្ទាប់ពីក្មេងស្រីនោះបានខ្លាចជាសាកសពជនវិកលចរិតនោះបានចាប់ផ្ដើមធ្វើរឿងរបស់គាត់មួយសប្តាហ៍ក្រោយមកក្មេងស្រីម្នាក់បានបង្ហាញខ្លួននៅលើស្ពានដោយស្លៀកពាក់រ៉ូបដ៏ស្រស់ស្អាតនិងតុបតែងខ្លួនយ៉ាងប្រណិតឈរនៅទីនោះដោយមិនកម្រើកអ្នកទេសចរបានសុំឲ្យនាងថតរូបប៉ុន្តែមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដឹងថានាងជាសាកសពវាគឺជា Naika ដែលទើបតែបាត់ខ្លួនថ្មីនេះសាកសពរបស់នាងត្រូវបានគេអបសពហើយមានដានណេតនាំលាបរាងកាយនៅលើជើងរបស់នាងការពិនិត្យកសលវិច័យបានបង្ហាញថាសារធាតុរក្សាទុកដែលប្រើដោយឃាតករគឺកម្រមានណាស់ដែលជាប្រភេទសារធាតុរក្សាទុកដែលមិនធ្លាប់មានពីមុនមកវាជារូបមន្តដែលមិនធ្លាប់មានពីមុនមកហើយឃាតករបានដោះស្រាយវាដោយប្រុងប្រយ័ត្នបំផុតដោយមិនបន្សល់ទុកស្លាកស្នាមណាមួយនៅលើសាកសពឡើយមុនពេលដែលប៉ូលីសអាចទទួលបានតម្រុយជនរងគ្រោះទី2ត្រូវបានគេរកឃើញនៅក្បែរទន្លេគាត់ជានិស្សិតសិល្បៈសាកសពរបស់គាត់ត្រូវបានគេអបសពប៉ុន្តែជើងខាងឆ្វេងត្រូវបានថែរក្សាមិនបានល្អដោយរលួយហើយប្រែជាខ្មៅការពិនិត្យកសលវិច័យបានបង្ហាញថាគាត់ក៏ត្រូវបានគេច្របាច់ក៏ដែរឃាតករហាក់ដូចជាមានជំនាញខ្ពស់ក្នុងការអបសពវិជ្ជបណ្ឌិតជឿថាឃាតករទំនងជាអ្នកជំនាញផ្នែកវិទ្យាសាស្ត្រជូយ៉ាដែលជាអ្នកវិភាគលើកចិត្តបានផ្ដល់ទស្សនៈខុសគ្នាជើងរបស់ជនរងគ្រោះទី2បានរលួយខ្មៅទោះបីជាសូម្បីតែអ្នកហាត់ការនៅបន្ទប់សពដែលទើបតែធ្វើការបានមួយសប្តាហ៍ក៏មិនអាចធ្វើខុសធ្ងន់ធ្ងរបែបនេះដែរដូច្នេះឃាតករមិនមែនជាកម្មគ្រូសហកម្មបុណ្យសពទេគាត់ច្បាស់ជាអ្នកស្ម័គ្រចិត្តម្នាក់កំពុងរៀននិងបង្កើនជំនាញរបស់គាត់មុនពេលការពិភាក្សាអាចឈានដល់ការសន្និដ្ឋានប៉ូលីសបានទទួលដំណឹងដ៏គួរឲ្យភ្ញាក់ផ្អើលសាកសពទី3ត្រូវបានគេរកឃើញនៅលើឆ្នេរពួកគេមិនដែលឃើញឃាតករដែលមានចរិតឆេវឆាវបែបនេះទេគាត់មានចំណង់ចំណូលចិត្តចម្លែកចំពោះសាកសពស្ត្រីដោយចូលចិត្តប្រើពួកវាជាតុកតានិងបង្ហាញវាតាមរបៀបសិល្បៈផ្សេងប្រសិនបើលទ្ធផលមិនពេញចិត្តគាត់ទេឃាតករនឹងឈួតខ្លាំងទោះជាយ៉ាងណាក៏ដោយចិត្តរបស់គាត់តែងតែពោពេញដោយការបំផុសគំនិតហើយគាត់អាចរកឃើញគំនិតថ្មីយ៉ាងឆាប់រហ័សគាត់បានបិទភ្នែកក្មេងស្រីនោះដោយដៃរបស់នាងដោយបង្ហាញនាងដូចជានាងកំពុងយំឥរិយាបថនេះគឺស្រស់ស្អាតណាស់ហើយឃាតករមានការរីករាយយ៉ាងខ្លាំងបន្ទាប់មកគាត់បានដឹកសាកសពក្មេងស្រីនោះទៅឡានរបស់គាត់ហើយនាំនាងទៅឆ្នេរស្ងាត់មួយដោយចង់បង្ហាញសិល្បៈរបស់គាត់ដល់សាធារណជនពេលគាត់ដាក់សាកសពនៅលើដីគូស្នេហ៍មួយគូបានដាក់កាត់ឃាតករបានដឹងខ្លួនហើយបានទាញកាំបិតចេញភ្លាមប៉ុន្តែគូស្វាមីភរិយាមិនបានកត់សម្គាល់ឃើញគាត់ទេបន្ទាប់មកគាត់បានដាក់កាំបិតចុះហើយលុតជង្គង់ចុះដោយអបសាកសពក្នុងដៃដោយសារសាកសពត្រូវបានអបសពគូស្វាមីភរិយាមិនបានកត់សម្គាល់ឃើញមានអ្វីខុសប្រក្រតីទេនៅថ្ងៃបន្ទាប់អ្នកទេសចរជាច្រើនបានមកឆ្នេរបរោះចំណាស់បានកត់សម្គាល់ឃើញក្មេងស្រីម្នាក់នៅក្បែរនោះដែលមើលទៅចម្លែកខណៈនាងតែងតែបិទភ្នែកគាត់បានដើរទៅសួរនាងថាមានរឿងអ្វីហើយបានឲ្យទឹកនាងដោយសប្បុរសប៉ុន្តែក្មេងស្រីនោះនៅស្ងៀមបរោះចំណាស់បានប៉ះដៃនាងហើយមានការភ្ញាក់ផ្អើលពេលឃើញសាកសពត្រជាក់គ្មានជីវិតនៅពីមុខគាត់ប៉ូលីសបានមកដល់កន្លែងកើតហេតុយ៉ាងឆាប់រហ័សការពិនិត្យកសលវិច័យបានសន្និដ្ឋានថាក្មេងស្រីម្នាក់នេះដូចជនរងគ្រោះ2នាក់មុនដែរត្រូវបានច្របាច់កោដោយមានស្នាមចង់យ៉ាងច្បាស់លាស់នៅលើកញ្ចឹងព្យូយ៉ាបានកត់សម្គាល់ឃើញចិញ្ចៀនមួយនៅលើដៃរបស់សាកសពមិនដូចជនរងគ្រោះ2នាក់មុនដែលមិនពាក់គ្រឿងអលង្ការនោះទេនាងបានដោះចិញ្ចៀនចេញហើយថតរូបប៉ូលីសបានរកឃើញឈ្មោះមេស្រីនោះគឺ Fifi ហើយនាងមានមិត្តភក្តិជិតស្និទ្ធម្នាក់ពួកគេបានទៅផ្ទះមិត្តភក្តិភ្លាមហើយពេលឮដំណឹងមរណភាពរបស់ Fifi មិត្តភក្តិនោះបានយំសោកសៅយ៉ាងខ្លាំងដោយវិនិច្ឆ័យពីរាងកាយរបស់នាងជាអ្នកញៀនថ្នាំជួយឲ្យបានសួរនាងថាតើ Fifi ធ្លាប់ពាក់ចិញ្ចៀនពីមុនមកដែរឬទេមិត្តល្អបំផុតរបស់នាងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលរឿងនេះព្រោះចិញ្ចៀនរបស់ Fifi ត្រូវបានលក់ដើម្បីប្រាក់ជាយូរមកហើយ Fifi ក៏លឿងនឹងសម្ពុតពណ៌ត្នោតចំណុចជួយឲ្យបានសួរមិត្តល្អបំផុតរបស់នាងថាតើ Fifi មានទម្លាប់នេះដែរឬទេហើយមិត្តរបស់នាងបានផ្ដល់ចម្លើយដែលមិននឹកស្មានដល់ដោយនិយាយថា Fifi នឹងមិនដែលស្លៀកអាវពណ៌លឿងទេព្រោះវាមិនមែនជាស្ទីលរបស់នាងបន្ទាប់ពីវិភាគស្ថានភាពជួយឲ្យបានសន្និដ្ឋានថាសម្លៀកបំពាក់ដែលជនរងគ្រោះពាក់នៅពេលពួកគេស្លាប់មិនមែនជារបស់ពួកគេទេប៉ុន្តែជាសម្លៀកបំពាក់ដែលឃាតករបានទិញជាពិសេសដើម្បីថតរូបសាកសពរបស់ពួកគេអ្នកទាំងពីរបានទៅផ្សារទំនើបភ្លាមដើម្បីស្វែងរកប្រភពសមលៀកបំពាក់